power bank នេះមានតម្លៃដល់20ជាងឯងដែលអាចសាកថ្មទូរស័ព្ទយើងពេញបាន2ដងមានខ្សែសាកនៅលើនឹងស្រាប់ស្រួលយកតាមខ្លួនហើយមានធានាមួយឆ្នាំចេញពីក្រុមហ៊ុនទៀតអញ្ចឹង power bank នេះគឺជា brand របស់ Confulon Gold នោះគឺបានន័យថាជា premium product របស់ Confulon ផ្ទាល់ហ្មងបើសិនជាយើងមើល quality ហើយនឹងការ design របស់ power bank នេះគឺវាល្អជាង Confulon ធម្មតាច្រើនខ្លាំងមែនតើដោយសារនេះជាភេទ gold product ទំហំថ្មវាធំរហូតដល់10000 mAh ប៉ុន្តែទូខ្លួនវាគឺទូជាងទូរស័ព្ទយើងទៀតអញ្ចឹងគឺបានន័យថាយើងស្រួលយកទុកដាក់តាមខ្លួនខ្លាំងមែនតើហើយសំខាន់ហ្នឹងយើងមិនភ័យខ្លាចរឿងផ្លិចយកខ្សែសាកទូរស័ព្ទតាមខ្លួនទេដោយសារតែវាមាន built-in ខ្សែនៅលើហ្នឹងស្រាប់2ហ្មងមួយជាភេទ Lightning ហើយមួយទៀត Type C ហើយ Type C នេះគឺអាចសាកជាមួយ iPhone បាន support រហូតដល់តែ35 W ហើយពួក17 Pro Max នេះគឺវាអាចទទួលយកកម្លាំងសាករហូតដល់40 W ទៀតអញ្ចឹងបានន័យថា power bank នេះគឺសាកបានលឿនខ្លាំងមែនតើខ្ញុំបានប្រើវាមួយរយៈជាមួយទូរស័ព្ទខ្ញុំគឺអត់ដែលមានបញ្ហាអីទេអាចសាក17 Pro Max ពេញបាន2ដងហើយនៅសល់ថ្មក្នុង power bank 10% ទៀតហើយខ្ញុំស្រឡាញ់ការ design ខ្សែសាកនេះដោយសារយើងអាចថ្ពក់ដៃហើយប្រើជាមួយទូរស័ព្ទយើងបានដោយស្រួលហ្មងហើយបើសិនយើងចង់ប្រើខ្សែសាកហ្នឹងក៏បានដែរវាមានហ៊ុន Type C មួយហើយ Type A មួយដែល support ជាមួយនឹង fast charge ទាំងអស់ហ្មងដែលយើងអាចយកវាសាករបស់ច្រើននៅក្នុងពេលតែមួយបានហើយពួក power bank នេះក៏មានទំហំ 20000 mAh ដែរដែលមានទំហំធំជាងនឹងបន្តិចប៉ុន្តែវាអត់ធំជាងទូរស័ព្ទយើងទេបានន័យថានៅតែស្រួលដាក់តាមខ្លួនដែរហើយខ្សែសាកពីរនេះគឺមាំមែនតើយើងអាចកាន់វាធ្វើជាតពក់បានអត់មានខ្លាចរបូតទេតោះតែយើងយកដៃដោះវាចេញហ្មងទៅវាចេញមកចឹងសរុបមក power bank នេះគឺមានទំហំថ្មធំតួខ្លួនទូចស្រួលយកតាមខ្លួនហើយមានខ្សែសាកនៅលើនឹងស្រាប់ទៀតហើយសំខាន់នឹងគឺ support ជាមួយនឹង fast charge រហូតដល់35 W ទៀតហើយអ្នកនរគ្នាក៏អាចរកទិញបានដែរនៅក្នុង page Confulon ផ្ទាល់ហ្មងឬនៅក្នុង app ក៏មានដូចគ្នាយើងចូលទៅក្នុង App Store ហើយវាយពាក្យ Confulon online ទៅយើង download មកយើងអាចទិញវាបានដែរឬក៏ដើរទិញតាមហាង accessory ទូរស័ព្ទក៏មានលក់ដូចគ្នាហើយសិតតែមានធានាមួយឆ្នាំចេញពីក្រុមហ៊ុនផ្ទាល់ទាំងអស់ហើយ brand Confulon ហ្នឹងគឺយូរហើយខ្ញុំធ្លាប់ប្រើពីមុនមកក៏ល្អដែរហើយសំខាន់តម្លៃវាសមរម្យទៀតហើយខ្ញុំគិតថា power bank នេះអ្នកនរគ្នាមិនគួរមើលម្លងទេ